សូមស្វាគមន៍មកកាន់ Channel បរិយាយរឿងតិនហ្វីតាមរយៈវីដេអូនេះផងដែរយើងនឹងនិយាយអំពីបទពិសោធន៍របស់ឃ្លាខាងក្រោមនៅក្នុងសវនាការទី1ទទួលសំណូកម្ដងហើយម្ដងទៀតទី2ទទួលសំណូកចាញ់កល់ទី3ទទួលសំណូកជាប់ទុកទី4ទទួលសំណូករួចហើយក៏ដឹងខុសខ្លួនឯងវិញបទពិសោធន៍នៃឃ្លាទាំងនេះនៅក្នុងសវនាការដែលអ្នកបានលើកឡើងគឺឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីវដ្តដ៏ឈឺចាប់នៃការប្រព្រឹត្តបទល្មើសគឺអំពើពុករលួយនេះឯងនិងផលវិបាកផ្លូវច្បាប់រហូតទៅដល់ការយល់ដឹងអំពីកំហុសនៅពេលដែលអ្វីៗបានហួសបាត់ទៅហើយខាងក្រោមនេះជាកិច្ចពិភាក្សាអំពីបទល្មើសនៃបទពិសោធន៍នៃឃ្លានីមួយៗនៅក្នុងបរិបទនៃសវនាការ1តុលាការទទួលសំណូកម្ដងហើយម្ដងទៀតបទពិសោធន៍នៅក្នុងសវនាការឃ្លានេះជាភស្តុតាងសំខាន់ដែលព្រះរាជអាជ្ញាឬភាគីដែលបណ្ដឹងអាចប្រើប្រាស់ដើម្បីដាក់បន្ទុកបន្ថែមលើជនជាប់ចោទវាបង្ហាញជាជនជាប់ចោទមានចេតនាឧក្រិដ្ឋនិងទម្លាប់នៅក្នុងការរំលោភច្បាប់ឧទាហរណ៍តាមរយៈមាត្រាស្ដីពីបទស៊ីសំណូករបស់មន្ត្រីសាធារណៈការទទួលសំណូកម្ដងហើយម្ដងទៀតនេះជាចេតនាអាចក្លាយជាស្ថានភាពទោសធ្ងន់ដែលធ្វើឲ្យចៅក្រមពិចារណាដាក់ទោសធ្ងន់ធ្ងរជាបទល្មើសលើកទី1 2ទទួលសំណូកចាញ់កល់ឬចាញ់អន្ទាក់បទពិសោធន៍នៅក្នុងសវនាការឃ្លានេះច្រើនតាក់ទងទៅនឹងដំណើរការចាប់ខ្លួនឬស៊ើបអង្កេតការចាញ់កល់គឺសំដៅទៅលើករណីដែលមន្ត្រីអនុវត្តច្បាប់ដូចជាគូអបានរៀបចំប្រតិបត្តិការឃាត់ខ្លួនដោយប្រើប្រាស់ភ្នាក់ងារឬផ្ដល់ព័ត៌មានជាញឹកញាប់ហៅថាសំណូកបន្លំដើម្បីចាប់មន្ត្រីដែលពុករលួយនោះទាំងទាន់ហន់នៅក្នុងសវនាការមេធាវីរបស់ជនជាប់ចោទអាចព្យាយាមតវ៉ាវាជាការញុះញង់ប៉ុន្តែប្រសិនបើភស្តុតាងនៃការទទួលសំណូកច្បាស់លាស់នោះភស្តុតាងនៃការចាញ់កលនេះនឹងរឹតតែរឹងមាំនៅក្នុងការបង្ហាញកំហុស3ជាប់ទោសបទពិសោធន៍នៅក្នុងសវនាការឃ្លានេះគឺលទ្ធផលចុងក្រោយនៃសវនាការសម្រេចចិត្តរបស់តុលាការបន្ទាប់ពីដេញដោលភស្តុតាងនិងសក្ខីកម្មតុលាការរកឃើញជនជាប់ចោទមានទោសតាមបទពិសោធន៍ប្រកាន់ការប្រកាសសាលក្រមចៅក្រមប្រកាសសាលក្រមដោយកំណត់ទោសពិន័យផាកពិន័យនិងទោសជាប់ពន្ធនាគារដាក់ទោសតាមដែលច្បាប់បានចែងឧទាហរណ៍ចៅក្រមព្រហ្មទណ្ឌនិងច្បាប់ប្រឆាំងអំពើពុករលួយបានកំណត់នេះគឺជាពេលដែលបទពិសោធន៍អាក្រក់បំផុតនឹងចាប់ផ្ដើមឡើង4ដឹងខុសបទពិសោធន៍នៅក្នុងសវនាការបន្ទាប់ពីសវនាការបានចាប់ផ្ដើមរួចរាល់ឃ្លានេះគឺអរិយាប័ត្ររបស់ជនជាប់ចោទអំឡុងពេលសវនាការប្រសិនបើជនជាប់ចោទសារភាពកំហុសនិងបង្ហាញវិបដិសារីដោយស្មោះត្រង់មុនការប្រកាសសាលក្រមពេលខ្លះចៅក្រមអាចពិចារណាសម្រាលទោសដើម្បីបន្ធូរបន្ថយទោសដល់កម្រិតមួយក្រោយសវនាការហើយដឹងខុសអាចជាផ្នែកមួយនៃការកែប្រែក្នុងពន្ធនាគារឬការទទួលស្គាល់កំហុសរបស់ខ្លួនជាសាធារណៈដែលជាការបង្ហាញអំពីការទទួលខុសត្រូវខ្ពស់សេចក្តីសង្ខេបដំណើររឿងនៃឃ្លាទាំង4នេះគឺជាសេណារីយ៉ូគំរូមួយនៃរឿងក្តីពុករលួយនៅក្នុងប្រព័ន្ធតុលាការបន្តកំហុសដដែលចាប់ដើមម្ដងហើយម្ដងទៀតការផ្ដន់ទានទោសការទទួលស្គាល់កំហុសតើអ្នកចង់ឲ្យខ្ញុំលើកឧទាហរណ៍នៃមាត្រាច្បាប់ពាក់ព័ន្ធនឹងបទល្មើសទទួលសំណូកនៅក្នុងប្រទេសកម្ពុជាបន្ថែមដែរឬទេបើចង់សូមខមមិននិងជួយឲ្យកណ្ដឹងម្នាក់មួយផងសូមអរគុណនិងសូមគោរពលា